សួស្តីថ្ងៃនេះយើងនឹងស្វែងយល់ពីតួនាទីរបស់បូប៊ីនភ្លើង Emerald សម្រាប់រថយន្ត Toyota Prius 2010របស់អ្នកបូប៊ីនភ្លើងនេះមានសារៈសំខាន់ណាស់ក្នុងការធានាថា Prius របស់អ្នកដំណើរការបានល្អប្រសើរវាបំផ្លាញវ៉ុល12វ៉ុលពីអាគុយទៅជាវ៉ុលខ្ពស់រហូតដល់40000វ៉ុលដើម្បីបង្កើតផ្កាភ្លើងផ្កាភ្លើងនេះដុតបំផ្លាញល្បាយប្រេងឥន្ធនៈនិងខ្យល់នៅក្នុងស៊ីឡាំងម៉ាស៊ីនដែលចាំបាច់សម្រាប់ការបញ្ឆេះម៉ាស៊ីនតើអ្នកដឹងទេថាមានសញ្ញាអ្វីខ្លះដែលបង្ហាញថាបូប៊ីនភ្លើងរបស់អ្នកខូចរថយន្តអាចច្រអាក់រអួលប្រើប្រាស់សាំងច្រើនពិបាកបញ្ឆេះឬភ្លើង check engine អាចនឹងរលត់ប្រសិនបើអ្នកជួបប្រទះបញ្ហាទាំងនេះវាអាចដល់ពេលត្រូវផ្លាស់ប្ដូរបូប៊ីនភ្លើងហើយការផ្លាស់ប្ដូរបូប៊ីនភ្លើង Emerald ថ្មីអាចដោះស្រាយបញ្ហាទាំងនេះបានយ៉ាងងាយស្រួលដំបូងត្រូវផ្ដាច់អាគុយហើយដោះគម្របម៉ាស៊ីនចេញបន្ទាប់មកដោះវីសនិងដកបូប៊ីនភ្លើងចាស់ចេញដោយប្រុងប្រយ័ត្នដាក់បូប៊ីនភ្លើង Emerald ថ្មីចូលវិញភ្ជាប់ខ្សែភ្លើងនិងរឹតវីសឲ្យណែនល្អជាចុងក្រោយភ្ជាប់អាគុយវិញហើយសាកល្បងបញ្ឆេះម៉ាស៊ីនបូប៊ីនភ្លើង Emerald ធានានូវដំណើរការម៉ាស៊ីនរថយន្ត Toyota Prius 2010របស់អ្នកប្រកបដោយប្រសិទ្ធភាពនិងរលូន